និយាយពាក្យថាកំណាញ់ពាក្យនេះគ្រាន់តែលើកឡើងនិយាយមកគ្មានអ្នកណាគេចង់ជួបទេញាតិញោមពាក្យកំណាញ់ហ្នឹងអត់ចង់ជួបទេឲ្យតែលើពាក្យកំណាញ់ឧទាហរណ៍ថាញាតិញោមដើរជាមួយអ្នកណាមួយដែលថាអ្នកនឹងកំណាញ់ណាយើងអត់ចង់ដើរជាមួយទេអត់ចង់ដើរទេឲ្យតែឮថាបុគ្គលនឹងកំណាញ់បុគ្គលនឹងកំរិះណាឲ្យតែដឹងក្រុមនេះកំរិះណាស់កំណាញ់ណាស់ណាបេះមិនចាញ់ទេណាក្រុមនឹងអញ្ចឹងយើងអត់ចង់ដើរចូលជាមួយទេណាហ្នឹងណាឬក៏ថាញាតិញោមយើងអត់បានដឹងទេអត់ស្គាល់ទេដល់ពេលយើងដើរម្ដងទៅយើងដឹងណាយើងដឹងថាបុគ្គលនេះអូបានទេណាបើយើងដឹងបុគ្គលនឹងចឹងហើយក៏ឈប់ដើរតាមជាមួយទៅឈប់ចូលរួមចំណែកចឹងដឹងថាបុគ្គលនឹងកម្រិះនោះញោមណាអាហ្នឹងការពិតអញ្ចឹងណាធម្មជាតិពុទ្ធជនញោមណាហើយមួយផ្នែកទៀតណាញាតិញោមយើងរស់នៅសពថ្ងៃដូចសត្វតិរិច្ឆានណាញោមណាធ្លាប់ដាក់អីឲ្យសត្វនឹងបរិភោគចំណីណាមួយអានឹងវាតាមហើយវាស្គាល់យើងហើយតែបើយើងមិនដែលដាក់អីវាក៏មិនតាមយើងដែរនៅគ្រឿងសត្វតិរិច្ឆានណាមនុស្សយើងដូចគ្នាអញ្ចឹងដែរត្រេកអរជាមួយនឹងការបានណាឲ្យតែដឹងថាបុគ្គលនឹងដៃតលាយចិត្តតលាយណាដើរចូលចិត្តដើរជាមួយហើយយើងស្រឡាញ់អ្នកនឹងទៀតណាភាសាបុគ្គលនឹងដៃតលាយនេះជាធម្មតានៃបុថុជនញាតិញោមគឺអញ្ចឹងឯងមនុស្សរាប់រកគ្នាទៅវិញទៅមកអ្នកណាដើរតាមអ្នកណាក៏ដោយដើរជាមួយអ្នកណាក៏ដោយបែបមុខជំនួញក៏ដោយមិនមុខជំនួញក៏ដោយការដើរជាមួយគ្នានោះព្រោះអាស្រ័យឃើញប្រយោជន៍រៀងខ្លួនណានឹងរឿងមនុស្សណាញាតិញោមបុគ្គលមួយឃើញប្រយោជន៍មួយផ្នែកទៅបុគ្គលមួយទៀតក៏គេឃើញប្រយោជន៍មួយផ្នែកទៀតទៅណែអានឹងយើងគិតអំពីរឿងប្រយោជន៍សម្រាប់ខ្លួនឯងការពឹងពាក់អាស្រ័យគ្នាទៅវិញទៅមកអាហ្នឹងដូចញោមរស់ស៊ីលក់ដូរអញ្ចឹងយើងលក់អីបាយវ៉ាន់ទៅឲ្យគេណាគេមកទិញរបស់យើងយើងក៏យកចិត្តគេទៅសម្ដីល្អទៅកាន់គេទៅរាក់ទាក់ជាមួយគេនឹងជាអំណោយណាបើយើងថាបុគ្គលហ្នឹងអត់កំណាញ់ពាក្យល្អទេណាគឺពេញចិត្តក្នុងការនិយាយពាក្យល្អទៅកាន់អ្នកហ្នឹងប៉ុន្តែការនិយាយល្អហ្នឹងព្រោះអាស្រ័យឃើញផលប្រយោជន៍បាននិយាយល្អដល់បុគ្គលមួយផ្នែកទៀតគេមកទិញរបស់របរយើងហ្នឹងគេក៏និយាយផ្អែមមកយើងនិយាយល្អមកយើងដែរទៅ
ដោយគេនឹកឃើញពីផលប្រយោជន៍យើងថ្លៃតំណែងគេដើម្បីឲ្យគេចុះតម្លៃណាយើងសម្ដីល្អទៅកាន់គេដើម្បីឲ្យគេនឹងទិញរបស់យើងឲ្យបានច្រើនអញ្ចឹងការដោះដូរទទួលផលចំណេញរៀងខ្លួននឹងរឿងទំនាក់ទំនងការរកស៊ីនឹងថាអត់កំណាញ់ដោយពាក្យសម្ដីផ្អែមណាអត់កំណាញ់ទេនិយាយល្អទៅរកគ្នាទៅវិញទៅមករឿងធម្មតានៃបុថុជនណាទំនាក់ទំនងគ្នាដោយសម្ដីល្អទៅវិញទៅមកហេតុដូច្នេះលើកឡើងពីរឿងពាក្យថាកំណាញ់ពាក្យកំណាញ់នេះណាមាននៅក្នុងបុថុជនញាតិញោមយើងគ្រប់អង្គគ្រប់ព្រាងដូចគ្នាសម្រាប់ញាតិញោមជាប្តីប្រពន្ធនឹងគ្នាណាកំណាញ់បែបផ្សេងទៅសម្រាប់ញាតិញោមជាប្តីប្រពន្ធកំណាញ់ជាមួយកូនបែបផ្សេងទៅសម្រាប់ក្រុមគ្រួសារញោមទាំងមូលណាកំណាញ់ជាមួយនឹងអ្នកដតីផ្សេងទៅសេចក្តីកំណាញ់ដែលកើតមានដល់ចិត្តសត្វលោកនឹងខុសគ្នាទៅតាមឋានៈណាដូចញោមស្គាល់អាត្មាអញ្ចឹងណាញោមដឹងថាអាត្មាជាគ្រូដល់ពេលអ្នកផ្សេងទៀតវាមិនមែនគ្រូខ្លួនឯងទេមិនមែនជាអ្នកបង្ហាត់បង្រៀនខ្លួនឯងទេហើយដូច្នេះអាភាពស្និទ្ធស្នាលនឹងជាមួយគ្រូនឹងវាច្រើនជាងទៅនេះអាក្តីស្រឡាញ់ហ្នឹងណាអាមច្ឆរិយៈដែលចំពោះគ្រូខ្លួនឯងហ្នឹងវាអត់សូវមានទេសេចក្តីកំណាញ់ហ្នឹងមិនសូវមានដល់គ្រូខ្លួនឯងទេតែដល់ពេលអ្នកដតីមិនមែនគ្រូខ្លួនឯងហ្នឹងរៀងកំណាញ់បន្តិចឧទាហរណ៍ថាញោមមានជេកណា4ស្និតណាដល់ហើយឃើញគ្រូខ្លួនឯងម្នាក់ឃើញអ្នកដតីម្នាក់ទៀតអញ្ចឹងជេកវាមាន4ស្និតនៅឃើញថាប្រកេនគ្រូខ្លួនឯង2ស្និតទៅហៅឲ្យអ្នកដតីនឹងមួយស្និតទៅហើយមួយស្និតទៀតសម្រាប់ខ្លួនឯងណែអញ្ចឹងបានលើកឡើងអំពីពាក្យថាមច្ឆរិយៈនឹងកំណាញ់នឹងមានឋានៈខុសគ្នាមិនដូចគ្នានឹងញោមស្ដាប់ឲ្យបានណាឲ្យជ្រាបក្នុងចំណែកនៅរឿងពាក្យកំណាញ់ហ្នឹងមិនកំណាញ់ដូចគ្នាទេណាញាតិញោមកូនខ្លួនឯងយើងហ៊ានថាលះបង់ហ៊ានឲ្យអីច្រើនអញ្ចឹងណាតែវាមានកម្រិតទៀតការឲ្យហ្នឹងណាមិនថាខ្លួនឯងនឹងចិត្តល្អ100%ទៅលើកូននឹងអត់ទេបើមិនចឹងទេខ្លួនឯងអត់អីណាប្រើប្រាស់ឥឡូវហើយយើងឲ្យទៅតាមកម្រិតនៃកូនហួសពីហ្នឹងអត់មានលទ្ធភាពជួយទេណាអញ្ចឹងសេចក្តីកំណាញ់ញោមបានត្រឹមតែឧទាហរណ៍ថា$100ហ្នឹងកូននឹងបានត្រឹមតែ$100ទេមិនអាចលើសពីហ្នឹងទេបើលើសពីហ្នឹងទៀតអញច្បាស់ជាអត់ហើយណាពីអ្នកប្តីប្រពន្ធអីមួយផ្សេងទៀតចប់ហើយមិនអាចឲ្យដល់ខ្លួនឯងអត់អីប្រើប្រាស់ទេព្រោះអីគេមានប្តីមានប្រពន្ធហើយអស់ហើយនោះណាសេចក្តីកំណាញ់របស់មនុស្សយើងគឺមានកម្រិតទៅតាមចំណែកនៃការកំណាញ់ធម្មតារបស់ពុទ្ធជនណាញោមមានកូនមានអីគេការគេអីទៅគេរស់នៅខ្លួនគេទៅញោមក៏ចែកទ្រព្យសម្បត្តិទៅតាមនឹងទៅលើពីនឹងទៀតញោមជួយមិនបានទេ
បានតែប៉ុណ្្នឹងឯងអាហ្នឹងតែយើងដាយតលាយណាការឲ្យរបស់យើងនឹងវាមានតែប៉ុណ្្នឹងហើយជួសទម្រាំដល់អ្នកដតីទៀតកាន់តែចង្អៀតថែមទៀតទៅហើយរហូតទៅដល់ជាតិសាសន៍ដតីទៀតញោមកាន់តែចង្អៀតថែមទៀតទៅហើយរហូតទៅដល់មួយចំណែកទៀតលើសពីនោះមិនឲ្យអ្នកណាសោះអត់ឲ្យទេសូម្បីតែកូនខ្លួនឯងក៏មិនចែកឲ្យដែរម៉ែឪខ្លះគិតថាអញខំបង្កើតឯងមកហើយឲ្យឯងរៀនសូត្រចេះដឹងយល់ដឹងហើយការប្រពន្ធការប្តីឲ្យហើយអញ្ចឹងទៅរកស៊ីដោយខ្លួនឯងទៅប្រឹងប្រែងដោយខ្លួនឯងទៅតាមរបៀបនេះក៏មានដែរញាតិញោមម៉ែឪខ្លះទៀតបង្កើតកូនហើយនឹងចោលកូននឹងអាណាយ៉ាងម៉េចក៏មិនទៅបានរៀនក៏បានទៅមិនបានក៏ហីទៅថាចូលរៀនហើយនឹងឯងរៀនក៏រៀនទៅឯងមិនរៀនក៏ហីទៅម៉ែឪខ្លះអញ្ចឹងណាម៉ែឪខ្លះរហូតទៅដល់បងកូនចោលប្រកាសឲ្យយកទៅបោះចោលទៀតក៏មានដែរមិនគិតគូរដល់កូនប្រកាសគេមកហើយអត់បានបង្ហាត់បង្រៀនព្រៀនប្រដៅញាតិញោមអាហ្នឹងក៏មិនកើតដែរអាហ្នឹងជារឿងសត្វលោកគឺបែបហ្នឹងចឹងឲ្យបាននៅក្នុងលោកយើងនេះវាមានអ្នកចេះមានអ្នកល្ងងញោមណាត្រឡប់ចូលមកក្នុងសេចក្តីកំណាញ់នេះពាក្យកំណាញ់ហ្នឹងនិយាយឲ្យខ្លីទៅថាអ្នកណាក៏មិនចង់ជួបដែរពាក្យនេះមនុស្សណាកំណាញ់ក៏យើងមិនចង់ដើរជាមួយដែរព្រះអង្គបានត្រាស់សម្ដែងនៅក្នុងបៃដកលេខ19និយាយពីកំណាញ់នេះមាន5ទី1អាវាសៈមច្ឆរិយៈនិយាយថាកំណាញ់អាវាសញាតិញោមទី1អាវាសៈមច្ឆរិយៈកំណាញ់អាវាសទី2កុលមច្ឆរិយៈកំណាញ់ត្រកូលទី3លេភៈមច្ឆរិយៈកំណាញ់លេបហើយទី4កំណាញ់ការសរសើរបានដល់ពោសម្បុរការសរសើរហ្នឹងកំណាញ់ពោសម្បុរទី5កំណាញ់ធម៌ធម្មមច្ឆរិយៈចុះពាក្យថាអាវាសមច្ឆរិយៈកំណាញ់អាវាសនោះយ៉ាងណាទៅកំណាញ់អាវាសកន្លែងជ្រកកោនតិចញោមមិនស្គាល់ពាក្យអាវាសណាកន្លែងជ្រកកោនការរស់នៅក្នុងសង្គមយើងប្រស្រ័យតាក់ទងគ្នាពីគ្រួសារមួយទៅកាន់គ្រួសារមួយហើយអាវាសមច្ឆរិយៈនេះដោយច្រើនតែកើតនៅក្នុងវត្តអារាមញាតិញោមកើតនៅក្នុងក្រសួងអង្គការក្រុមហ៊ុនឯកជនកើតឡើងក្នុងនឹងញោមកំណាញ់ទីកន្លែងរស់នៅឧទាហរណ៍ថាវត្តណាមួយចឹងការរស់នៅប្រជាអធិការហ្នឹង
គ្រូសូត្រនឹងឬអ្នកនឹងយកតែគ្នាឯងនឹងមកនៅណាពេញវត្តអារាមនឹងទៅណាពីខេត្តដតីមកនៅមិនបានទេអ្នកណាដែលខ្លួនឯងមិនស្គាល់ហ្នឹងគឺមិនយកមកនៅជាមួយទេសុំយ៉ាងណាក៏មិនអោយនៅដែរអានឹងវត្តអារាមហ្នឹងញាតិញោមអត់អោយនៅទេអ្នកឯងសុំមិនក៏មិនអោយនៅដែរវកយ៉ាងម៉េចយ៉ាងម៉ាក៏ដោយណែនឹងការរស់នៅហើយបើបាននៅទៀតមិនអោយឯងនៅកន្លែងហ្នឹងស្រួលបួលទេណាអាហ្នឹងរឿងវត្តអារាមកន្លែងណាដូចកន្លែងណាអញ្ចឹងញាតិញោមហើយជាពិសេសកន្លែងដែលល្អជាការរស់នៅញាតិញោមវាមានកន្លែងល្អនិងកន្លែងដែលមិនល្អញាតិញោមដើរមើលវត្តអារាមនៅទីក្រុងភ្នំពេញទៅដឹងហើយញាតិញោមដើរមើលតាមកុដិបើញោមមើលពីខាងក្រៅញោមមិនដឹងពីស្ថានភាពការរស់នៅរបស់លោកនឹងយ៉ាងម៉េចយ៉ាងណាតើតែញោមចូលក្នុងកុដិលោកដើរមកទ្រុសមើលលោកដឹងហើយញាតិញោមឃើញលបងវត្តនៅខាងក្រៅមកទៅអូអស់ទោះហើយខ្ញុំឃើញអញ្ចឹងណាអស់ទោះហើយដល់តែមើលខាងក្នុងទៅបានតែខ្លោងទ្វារបានតែរបងវត្តទេបងវត្តស្កឹមស្កាយដល់ទៅពេលកត់មើលមិនយល់កន្លែងលោកស្ទឹងមើលមិនយល់អាហ្នឹងអញ្ចឹងណាអាហ្នឹងយើងនិយាយអត់និយាយពីរឿងកម្មផលអីណាពីអតីតមកទេអត់ទេណាយើងនិយាយបច្ចុប្បន្នហ្នឹងមើលឃើញភ្នែកហ្នឹងឃើញខ្លោងទ្វារឃើញរបងវត្តនឹងអស់ទោះហើយឬក៏ថាបើមើលកុដពីខាងក្រៅឲ្យមើលទៅអស់ទោះហើយដល់ពេលញោមដើរមើលតាមបន្ទប់ចូលក្នុងកុដលោកបានដឹងថាការរស់នៅរបស់លោកនឹងល្អឬមិនល្អកន្លែងសឹងលោកនឹងល្អមិនល្អវាបានតែសបកហ្នឹងញោមបានប៉ុណ្ណឹងកន្លែងអង្គខ្លះទៅក៏រស់នៅល្អទៅអង្គខ្លះក៏រស់នៅមិនល្អទៅកូននេនខ្លះមានអីចឹងទៅខ្វះការព្រៀនប្រដៅយកចិត្តទុកដាក់មើលថែទាំទៅក៏អញ្ញាយក៏គ្រិចណាពេញកន្លែងសឹងចឹងទៅពិបាកកន្លែងហ្នឹងហើយការមកសុំស្នាក់អាស្រ័យនៅនឹងវេទនាអង្គខ្លះមកសុំស្នាក់អាស្រ័យរៀនហ្នឹងកំណាញ់អាវាសណាមិនងាយទេកន្លែងហ្នឹងការរស់នៅពីកន្លែងមួយទៅកាន់កន្លែងមួយហ្នឹងសុំគេមិនបានអីបានណាការធ្វើការដូចគ្នាអញ្ចឹងដែរតាមវិស័យក្រុមហ៊ុនរដ្ឋឯកជនអីហ្នឹងគេមើលកន្លែងហ្នឹងល្អឬមិនល្អអីយ៉ាងម៉េចយ៉ាងម៉ាទៀតណាបើសិនណាធម្មតាទេអ្នកណាប្រឡងទៅត្រូវអាហ្នឹងក៏ជាប់ទៅណាដាក់ CV ដាក់ពាក្យធ្វើការទៅក៏បានប្រាក់ខែហ្នឹងតាមហ្នឹងទៅអាហ្នឹងមិនងាយទេសេចក្តីកំណាញ់ការរស់នៅកន្លែងល្អយកគ្នាឯងចឹងទៅសាច់ញាតិមកដាក់ចឹងទៅបងប្អូនចឹងទៅកន្លែងដែលមិនល្អអាហ្នឹងអាចមកនៅបានណានឹងពីដំណាក់កាលមួយទៅកាន់ដំណាក់កាលមួយរឿងនេះមានគ្រប់សម័យកាលញាតិញោមសេចក្តីកំណាញ់របស់សត្វលោក
ដែលយើងសួរថាតើពេលណាទៅបានបុគ្គលនឹងយល់ឲ្យបានល្អត្រឹមត្រូវណាយើងរស់នៅប្រកបដោយមេត្តានឹងគ្នាណាពេលណាបើយើងធ្វើជាម៉ែឪគេសូមឲ្យការរស់នៅនឹងឲ្យវាស្មើភាពគ្នាខ្លះផងកុំឲ្យខុសគ្នាដូចមេឃដីពេកអាកូនបងទៅចែកប៉នេះអាកូនពៅទៅចែកប៉នោះអាកដាលនឹងចែកប៉នេះมันស្មើភាពគ្នាណាចែកទ្រព្យណានឹងពិបាកដែរណាវាសមច្ឆរិយៈកំណាញ់ទីកន្លែងរស់នៅញាតិញោមជាប្តីប្រពន្ធនឹងគ្នាកូនចៅវាអត់បញ្ហាទេកន្លែងហ្នឹងអវសមច្ឆរិយៈនិយាយពីរឿងលោកណានិយាយពីរឿងលោកដោយច្រើនក្នុងហ្នឹងកំណាញ់ក្នុងការរស់នៅទីកន្លែងក្រេមួយក៏ដោយញាតិញោមក៏កំណាញ់ដែរមើលដែរមុនឲ្យអ្នកឯងមកដេកនឹងមកសម្រាកកន្លែងហ្នឹងមើលអ្នកឯងគូឲ្យគូមិនឲ្យទៅនៅកន្លែងផ្សេងដាក់មកចកោមទៅមានហើយនិយាយជាមិនមែនថាមានគ្រប់តអង្គគ្រប់តែគ្នាមិនអញ្ចឹងទេក៏មានអ្នកខ្លះក៏ជាប្រភេទមនុស្សល្អអីអញ្ចឹងដែរទៅដឹកនាំបានត្រឹមត្រូវអីក៏មានអញ្ចឹងតែវាមិនងាយញាតិញោមបុគ្គលដែលមានធម៌ហើយដឹកនាំប្រកបដោយធម៌វាមិនងាយអត់ងាយណាចំណុចហ្នឹងណាចំណុចទី2ណាកំណាញ់ត្រកូលនឹងកំណាញ់ត្រកូលជួលញាតិញោមវិញហើយការរស់នៅពីគ្រួសារមួយទៅកាន់គ្រួសារមួយណាញាតិញោមមើលណាមើលកូនកន្លោះមើលកូនកំមុំណាមើលគ្រួសារនេះមើលគ្រួសារនោះគូភ្ជាប់សាច់ឈាមឬមិនគូភ្ជាប់សាច់ឈាមទេណានឹងញាតិញោមមើលហននោះអូតកូលក្រលហេមលហាមអញ្ចឹងអត់ភ្ជាប់សាច់ឈាមទេតកូលក្រលហេមលហាមអញមិនរាប់រកវាទេអ្នកនោះតកូលនោះល្ងងណាមិនរាប់រកទេញាតិញោមឃើញទេតែហើយទៅវាធ្វើឲ្យវាមានចំនួនហ្នឹងកំណាញ់ណាកំណាញ់ហើយនឹងថាកុលៈមច្ឆរិយៈណាកំណាញ់តកូលហើយរឿងនេះវាមានតាំងពីសម័យមុនមកម្លេះសំបីតែរឿងណែព្រះវេស្សន្តរហ្នឹងខ្ញុំឃើញអត់ជាលីគ្រីស្ណាមើលបងប្អូនបកើតនេះយកគ្នាជាប្តីប្រពន្ធញោមឃើញអត់ហើយសម័យនេះឥឡូវញោមសាកមើលនឹងខ្សែស្ដាច់សម័យនេះញោមសាកមើលឧទាហរណ៍តែញោមណាមានកូនអញ្ចឹងកូនស្រីមួយប្រុសមួយទ្រព្យសម្បត្តិអូយអត់ហ៊ានឲ្យណាគេទ្រព្យសម្បត្តិអត់ចង់ឲ្យទ្រព្យសម្បត្តិបែកទេណែញោមបែរជាឲ្យកូននឹងឡោះកូនឯងយកគ្នាទៅបងប្អូនទៅកុំឲ្យទ្រព្យសម្បត្តិយើងបែកទៅណាឃើញទេសារមើលបំគេឌីលចាជាប្រវត្តិសាស្ត្រទៀតណាយកបងប្អូនប៉ុន្តែបើខ្សែស្ដាច់អានឹងយើងមិនដឹងទេណាកែងលោកគេយកគ្នាស្ងាត់គេមិនឲ្យយើងដឹងឥឡូវញោមមើលនៅក្នុងសង្គមយើងពេលបច្ចុប្បន្នមើលអ្នកខ្លះស្រីគេយកគ្នាគេណាស្រីមួយដើរតួធ្វើប្រុស
nè anh vô kia thôi chỉ đây một bốn đó xây đôi kia đó hình nè khác tiết có pro vô kia tiết thôi chỉ đây một bốn pro mũi thôi xây tao đã tu thôi xây nè còn nó sắc xa dần cung nó cái này là cái tròn cron này cái ạ này nhát ôi sấy vô sấy kia ấy chỉ đây một bốn hay có ạ này nhát ôi bỏ rót ca cho mũi nó bỏ rót chỉ đây một bốn lần kia tại cái cha cái con tra tục nè mình cái bằng con tra tục thế nhú mà riêng vô ai cái xa mà mơ khơi nó khai cái đà lại nè pro vô kia xây vô kia cái tròn cron tục nè cái anh nhàn bên ở chỉ ở đây chỉ có pôn kia bên tại cái tròn cron tục thì đừng thay sắm cào lên sắm cào nu xây đôi kia pro đôi kia nhưng sắm ở lâu ní nhiệt nhôm này dân khai những cái khai trong cái lại thà pro xây thì họ ta đôi nhôm miền ở đây chứ bà đây nhôm tổ miền xây nó bây giờ mình chậm lại đi nè khai ta ở đây từ vô pro này ấy nè nó tớp chỉ cả bị bà hãy đọc về nhiệt nhôm như thế cho mắt từ vô chấm mà vô xây này ai pro này ai chấm dừng đi chẳng hay đọc về dừng về tới tha chúng mày có bạc can mày nè khác cái lợt bị chẳng mau nhiệt nhôm mày có bạc can mà lấy bạc kia sờ lanh cái này hay cái này vô cái này thôi rừng xây pro nó nè hayสมัยដែលរឿងស្រីយកស្រីប្រុសយកប្រុសនេះវាមិនមែនតែកើតនៅសម័យឡៅនេះទេញោមអើយកើតមកយូរណាស់មកហើយកើតយូរណាស់មកហើយញោមត្រូវជ្រាបអញ្ចឹងកើតតាំងពីមុនព្រះកើតឡើងទៀតនោះឲ្យញោមជ្រាបទៅរឿងស្រីយកស្រីប្រុសយកប្រុសហ្នឹងនោះណាដល់យើងហាម5ទៅថាទៅថាយើងនឹងប្រកាន់ពូជសាសប្រកាន់តកូលអញ្ចឹងណាញាតិញោមណាហើយដូច្នេះការកំណាញ់ត្រកូលហ្នឹងញាតិញោមមើលពេលបច្ចុប្បន្នណាញោមតកូលចិនឲ្យទៅការជាមួយខ្មែរទេហ្នឹងណាអ្នកនឹងក្រមកឲ្យទៅការទៅយកប្តីអ្នកក្រយកប្រពន្ធអ្នកក្រទេកំណាញ់ត្រកូលនេះដល់ពេលកំណាញ់នឹងកើតឡើងកាន់តែច្រើនឡើងវាធ្វើឲ្យមានការទាស់ទែងគ្នាគុំគួនគ្នាទៅវិញទៅមកអ្នកក្រគេក៏ត្រូវគ្នាជាមួយអ្នកក្រទៅអ្នកមានគេក៏ត្រូវគ្នាជាមួយអ្នកមានទៅដល់ថ្ងៃណាមួយអាអ្នកក្រធ្វើបាបអាអ្នកមានឬក៏អាអ្នកមានធ្វើបាបអ្នកក្រទៅវាយតបគ្នាទៅមកណាញោមឃើញទេដោយសារតែការកើតឡើងនៃការប្រកាន់ត្រកូលណាដោយសារការកំណាញ់ត្រកូលឃើញសួរថាបានសុខអត់បានសុខទេញោមគិតមកជ្រុងថាអើយបាច់ទៅរាប់រោគតកូលអ្នកក្រទេណាបាច់ទៅរាប់រោគតកូលអ្នកល្ងងទេណាបាច់ទៅរាប់រោគតកូលមិនស្អាតបាតទេនិយាយក្តែងប្រកាសមេក្រូអីទៀតជុំមនុស្សដូចគ្នាញោមមិនណាអត់ដឹងអីណានិយាយច្រើនលើកច្រើនសារយូរទៅគេទ្រាំបានទេណាបទជនណា
គេដាក់ប្រាវហើយការកំណាញ់ត្រកូលការប្រកាន់វណ្ណៈត្រកូលណារឿងរ៉ាវទាំងអស់នេះវាមានច្រើនមកហើយណាហើយក៏កើតឡើងយូរណាស់មកហើយដែរណាពេលបច្ចុប្បន្នហ្នឹងក៏ដូចគ្នាអញ្ចឹងដែរញាតិញោមពិចារណាមើលទៅយើងនាំគ្នាមើលចេះមួយចេះពីរអ្នកនោះចេះអ្នកនេះចេះយើងមិនទៅណាប្រសពជាមួយនឹងតកូលបែបហ្នឹងទេហ្នឹងវិស័យនៃបច្ចុប្បន្នគឺបែបហ្នឹងណាកុលតកូលណាទី3ណាលៀបភៈលៀបណាលៀបកំណាញ់លៀបពេលណាដែលញាតិញោមរស់នៅពេលបច្ចុប្បន្ននេះការរស់ស៊ីទំនាក់ទំនងណាក្នុងស្រុកក្តីក្រៅស្រុកក្តីគេថា import export ណាទំនាក់ទំនងជាតិអន្តរជាតិណាពេលណាដែលខ្លួនឯងបានលៀបសការៈនឹងមកហើយអត់ចង់ឲ្យនរណាចង់អោបកសោបទៅខ្លួនឯងនឹងឧទាហរណ៍ថាញាតិញោមរកស៊ីមុខរបរនឹងអូចំណេញណាអត់ចែកចាយទៅនរណាទេប្រឹងប្រែងខ្លួនឯងទៅដល់យូរទៅវារត់វាមិនរួចរកស៊ីហ្នឹងអញ្ចឹងវាត្រូវការមនុស្សបន្ថែមអីទៀតចឹងទៅក៏ហៅសាច់ញាតិខ្លួនឯងទៅប្រមុំសាច់ញាតិខ្លួនឯងមករកស៊ីឲ្យមានឲ្យបានគេណាកុំឲ្យថាលំបាកលំបិនក្រចង់ប្រឹងប្រែងរកស៊ីឯងអាហ្នឹងធម្មតាបុថុជនគឺអញ្ចឹងញាតិញោមដែលយើងនិយាយខាងដើមថានិយាយពីសេចក្តីកំណាញ់ហ្នឹងណាពាក្យកំណាញ់ហ្នឹងណាចឹងហៅញាតិខ្លួនឯងហើយមករកស៊ីមកមុខរបរនឹងរកស៊ីចំណេញណាមានបានណាហៅមុខរបរហោបន្ទាប់មកទៀតទៅអូកាន់តែរីករាលដាលមែនទេណីកាន់តែធំដុំមែនទេណីឥឡូវអស់ញាតហើយដល់អស់ញាតហៅដល់រនអ្នកណាជាទីស្រឡាញ់ខ្លួនឯងបន្ទាប់ពីសាច់ញាតនឹងមកអ្នកណាមួយដែលជាទីស្រឡាញ់របស់អញហៅមកអាចធ្វើការកើតអត់ធ្វើការនេះការនោះកើតអត់អាហ្នឹងយើងទុកចិត្តយើងមកទាំងទៅបរិសាខានេះនោះចឹងទៅណាតហ្នឹងណាកំណាញ់លៀបណាយើងនិយាយឲ្យខ្លីក្នុងចំណែកនៃសេចក្តីកំណាញ់លៀបនេះណាពេលដែលខ្លួនឯងសង្ងំបានមហូបណាមួយចានពេញចិត្តហើយអត់មានចែកណាគេទេណាសង្ងំស៊ីទៅខ្លួនឯងបរិភោគទៅខ្លួនឯងនឹងទៅណាអត់មានប្រាប់អ្នកណាថាអូមហូបនេះឆ្ងាញ់ណាស់មហូបនេះល្អណាស់ហើយចែកដល់គេខ្លះអីខ្លះឲ្យគេបានស្គាល់ឲ្យគេបានមានបានអីអញ្ចឹងណាញាតិញោមនឹងអត់ទេសង្ងំយ៉ាងទៅរហូតដល់ខ្លួនឯងស្លាប់ក៏មានដែរអ្នកខ្លះសង្ងំយកតែឯងភាសាមួយទៀតថាអត់ចែកគេរស់ទេចង់រស់តែឯងនឹងសេចក្តីកំណាញ់ហើយសួរថាតើលាក់ចិត្តទេលាក់ចិត្តទេនៅក្នុងលោកនេះនៅលាក់ចិត្តទេញាតិញោមគេឃើញយើងនឹងរៀងប្លែកអីបន្តិចហ្នឹងគេចាប់ផ្ដើមតាមដានហើយគេមើលយើងហើយថាយើងនឹងយ៉ាងម៉េចឲ្យគាត់ស្ទុះស្ទាអីលឿនសម្បើមម៉េះទៅតែប្រហែលឆ្នាំសោះហ្នឹងវាមានអញ្ចឹងហើយរឿងហ្នឹងមានតាំងពីសម័យព្រះសម្មាសម្ពុទ្ធព្រះអង្គគង់នៅក៏មានដែរនៅក្រុងសាវត្ថីហ្នឹងក្រុងរាជក្រឹសក្រុងរាជក្រឹសកើតទុរភិក្សមនុស្សស្លាប់លឿនបានទ្រព្យសម្បត្តិមក
có vô cọcក្នុងដីហើយចំណាំកន្លែងទុកណាពេលឡើងហើយក៏ភៀសខ្លួនយកភៀសខ្លួនចាញ់ទៅឲ្យឆ្ងាយណាភៀសខ្លួនរត់ណាខ្លាចកើតជំងឺអសន្នរោគនឹងងាប់ណាចាញ់ទៅដល់ពេលស្រុកនឹងវាធូរស្បើយវិញទៅក៏ត្រឡប់មកកាន់ស្រុកកំណើតវិញដល់មកមានណាគេស្គាល់អត់មានណាគេស្គាល់ទេហើយក៏រស់ស៊ីទៅអត់ដឹងតែទ្រព្យសម្បត្តិហ្នឹងប៉ុន្តែមិនហ៊ានធ្វើឲ្យហឹកហាក់បង្ហាញគេទេក៏ចាប់ផ្ដើមធ្វើបន្តិចបន្តួចបន្តិចបន្តួចអញ្ចឹងទៅឲ្យរីកម្ដងបន្តិចម្ដងបន្តិចអញ្ចឹងរឿងទ្រព្យសម្បត្តិបានមានញាតិញោមបង្ហាត់បង្ហាញណាលិចធ្លោពេកអាហ្នឹងក៏វាមិនស្រួលដែរណែបង្ហាញគេឯងណាចេះមួយចេះពីរហ្នឹងហើយដល់ពេលហើយធ្វើទៅប្របាទព្រំវិសាលោកដឹងលោកដឹងអញ្ចឹងទៅលោកលើកកូនទៅជារៀបអភិសេកណាដឹងថាជាអ្នកនៅនឹងមានទ្រព្យសម្បត្តិច្រើនអានឹងរឿងរ៉ាវនៃបុគ្គលលាក់ទ្រព្យសម្បត្តិហើយដើម្បីការរស់នៅនឹងឲ្យសុខសប្បាយអត់មានមកធ្វើសម្ញែងពេញមេឃពេញដីដើរអួតក្អេងក្អាងព្រោះអាស្រ័យរឿងមានទ្រព្យប៉ុណ្ណឹងឯងយើងត្រូវធ្វើបង្កើតមុខរបរតាមដាប់ដោយចឹងទៅណាហើយចាំធ្វើតាមហ្នឹងណារឿងការរស់នៅហ្នឹងណាលៀបភ័ក្រណាកំណាញ់លៀបហ្នឹងក៏មិនអាចថាយើងនឹងនៅបានសុខដែរមួយចំណែកទៀតកំណាញ់ក្នុងការសរសើរពោសម្បុរសរសើរហ្នឹងបានដល់សរសើរអំពីរឿងពោសម្បុរញាតិញោមថាអ្នកនេះសរសើរបុគ្គលនេះថាស្អាតល្អអញ្ចឹងទៅតែញាតិញោមយើងឃើញបុគ្គលទៅសរសើរអ្នកផ្សេងយើងចំណែនណាចំណែនទៅសរសើរគេអត់សរសើរអញអញ្ចឹងទៅណាហ្នឹងអញ្ចឹងណាមានមនុស្សអញ្ចឹងណាញាតិញោមណាគេសរសើរតែបុគ្គលនេះអត់មកសរសើរអញអញ្ចឹងអញចំណែនគេហ្នឹងកំណាញ់កំណាញ់ក្នុងការសរសើរកំណាញ់ក្នុងពោសម្បុរពោសម្បុរហ្នឹងថាអ្នកនេះស្អាតណាអ្នកនេះអាក្រក់ណានេះអាក្រក់អញ្ចឹងមិនឲ្យដើរជាមួយទេណាអត់ចូលចិត្តរាប់អានជាមួយនឹងមនុស្សដែលមិនស្អាតទេណាដឹងថាកក្រិចណាហ្នឹងថាកំណាញ់ពោសម្បុរយើងមិនចង់ដើរជាមួយនឹងមនុស្សដែលមិនស្អាតកំណាញ់ពោសម្បុរការរាប់រកគ្នាទៅវិញទៅមកនឹងញាតិញោមមើលទៅបុគ្គលខ្លះគឺអញ្ចឹងណាញោមឲ្យតែឃើញអ្នកនឹងមិនស្អាតអត់ចង់រាប់រកទេអត់ទេឲ្យតែដឹងថាឯងមិនស្អាតមិនអីគឺមិនចង់រាប់រកចង់រាប់រកថាសាច់ស្អាតសអញ្ចឹងទៅរៀងសង្ហាអញ្ចឹងទៅញ៉ាំនឹងជាចិត្តរាប់រកមានមនុស្សខ្លះអញ្ចឹងទៅជាស្រ័យរបស់សត្វលោកហើយដល់ពេលទី5កំណាញ់ធោកំណាញ់ធោនេះសម្រាប់ញាតិញោមយើងសាមញ្ញធម្មតាមិនជាបញ្ហាចោតទេរឿងកំណាញ់ធោហ្នឹងណាកំណាញ់ធោនេះច្រើនតែកើតឡើងលើគ្រូអាចារ្យលើព្រះសង្ឃណាយាយជីណាអ្នកចេះធោណាកំណាញ់ធោហ្នឹងសម្រាប់តែអ្នកដែលចេះធោឯងប៉ុន្តែញោមត្រូវដឹងពាក្យថាធោហ្នឹងណាពាក្យថាធោហ្នឹងធ្លាប់ប្រាប់មកហើយពីមុនមកពាក្យថាធោហ្នឹងអ្វីក៏ដោយល្អក៏ដោយអាក្រក់ក៏ដោយ
đôi ta nhôm nhôm chân ní có che rô xí lụ mê này lụm cò là vì muốn lụm mê là lụm cò còn che lụ còn che riêng chòm cò bàn là ỏ những quán có cầm nanh ở prap rồi bịp này ca lụm cò đo nè đợt tây ye ở prap ấy anh nó thô nó nhổm nâng hao ta thô nè đọc bên nhung kín lụm mê che lụm mê này che mơ mê mơ ấy chân che mùi che pi tới còn thế ọt ban prap tàu nên an đây oi che lụm mê che mơ mê ọt để nâng hao ta thô bên to để nhiệt nhôm ở thơ ni thô nu ủa để họ ta nhiệt nhôm oi tiền chứ mua thật thô ta mùi nâng mến đi xây cả đôi nục nông lục ni hao ta thô nhiệt nhôm ban sẽ đây sốc có chứ mua thật thô nhiệt nhôm dừng ban sẽ đây túc có chứ mua thật thô nè nâng bê ta thô ta thó mẹ này nâng nhiệt nhôm cùng vô chỉ lom bê ta thô nâng ban đo tại ý cái tỷ ban ủa để ta nhôm tô sả mà thi chấm ra bị bắt sản na nâng chứ mua thật thô mình đi mình chân đi ở vây đừng cả đôi không lục đi nè đại nhiệt nhôm ban khơi ban chua và xong chúng một thả thô ai nông nè hãy đọc bây giờ dây pi pi ta cầm nanh thô nè nhóm chết này dây là ồ đi pi này dây ban là ồ tôi căn kế nè nè nên đi mà anh hào bon hào ôn na mau bị na bon á anh chơi tàu na nè dương gì chẳng ấy hay nào pel buộc côn nú cái chai to một vĩnh ọt bị sầm đầy đôi giờ nghe anh ta ôn á khi nhom tàu nú bon á khi nhom mau bị nú anh dây được giờ su qua đây bài giờ quan chúng cá ọt dây rồi dơn cầm miệng chúng cá prao bị cùng ru cùng rơi một cành dừng mà đọc bên nhiệt nhôm khơi na bộ cô lăng mình lõ dần gì chứ dần xu tới bộ cô lăng mình lõ nhiệt nhôm nhất anh miền prap ta ôn na cùng cùng thơi chân bò nga cùng thơi chân anh lõ tê mình trầm trâu tê nè hãy nhớ chứ anh dây ấy chứ anh dây prap ấy thả bong cùng dây chân cùng thơi chân ấy mình lõ thế dân chỉ mình nú nữa nhiệt nhôm như anh prap tê chứ mua tha cầm nành thô nắng á cầm nành nha nè nhìn nhôm như anh prap kế ta ơi mình khó lấy mình nụ riêng riêng luôn nhé mình được prap mình đây thế cọ cọ to cọ này ấy mình được bạc bò 10 giờ cái nhớ nhiệt nhôm dưỡng có tàu phật tự kế có tàu phật tự bảy flow riêng riêng luôn tự kìa cọ đòi kế dương lọ đòi dương nè đó về nhiệt nhôm giờ ban prap đó nó ngã ta cầm nành thôi mũi này tiệt nè cầm nành thò ní đôi nhiệt nhôm thật luôn anh chết thò cho lại cầm lại bị phèn cả sốt buồn chụp nổi đó nè nhôm chết nhôm ly chết
ដល់ពេលចេះអ្នកផ្សេងទៀតគេចេះដែរតែគ្រាន់ថាបណ្ដាបុគ្គលពីរនាក់ហ្នឹងមួយច្បាស់មួយមិនច្បាស់ណាជូលកម្មវិភាំងកសោតមាន14ចំណុចហ្នឹងណាដល់ពេលញោមម្នាក់គាត់ចេះដែរគាត់រាប់ទៅដល់រាប់ទៅរាប់វាមិនត្រូវរាប់ខុសណាដល់រាប់ខុសយើងអត់ប្រាប់ទេខុសទៅណាយើងនៅស្ងៀមទៅនឹងឈ្មោះថាកំណាញ់ធោខ្ញុំឃើញទេកំណាញ់ធោឯហ្នឹងហើយក៏ញោមមួយទៀតថាញាតិញោមយើងទៅម្លានជាមួយគ្នាណាទៅធ្វើបុណ្យណាចែកទានក៏ដោយប្រគេនប្រសង់ក៏ដោយដល់ពេលទៅយើងប្រគេនចូលប្រគេនលោកចូលប្រគេនលោកញោមមួយគាត់ចូលប្រគេនលោកដោយត្រឹមត្រូវគាត់ថ្វាយបង្គំមុនប្រគេនគាត់ថ្វាយបង្គំចូលមកចិត្តមិនមែននៅឆ្ងាយទេចូលមកចិត្តណាថ្វាយបង្គំដល់ថ្វាយបង្គំហើយលើកប្រគេនណាដល់លើកប្រគេនហើយក៏ថ្វាយបង្គំម្ដងទៀតទៅហើយដល់ពេលញោមម្នាក់ទៀតអត់ទេណាលើកមកចូលមកប្រគេនញោមមកហើយចាញ់ប្រុចទៅដល់ពេលញាតិញោមយើងឃើញអញ្ចឹងបុគ្គលនេះដូចអត់មានធម៌សោះណាអត់ដូចអត់យល់ធម៌អត់ចេះធម៌សោះអត់មានសេចក្តីគោរពសោះយើងលើកឡើងអញ្ចឹងហើយយើងក៏អត់ប្រាប់ដែរអត់ថាអើយអូនណាបងណាកូនធ្វើអញ្ចឹងអីយើងអត់បានប្រាប់ទេឈ្មោះថាបុគ្គលនោះកំណាញ់ធម៌ណាញាតិញោមបានជ្រាបណាអញ្ចឹងនៅក្នុងធម្មមានុបស្សនាយើងមានការសិក្សាទៅលើនិវរណៈបព្វៈខន្តបព្វៈអាយតនបព្វៈពោឆង្គៈបព្វៈនិងសច្ចបព្វៈហ្នឹងធម៌ឯនឹងញាតិញោមប៉ុណ្ណឹងជាដើមហើយលើកឡើងនឹងជាការឧទាហរណ៍ញាតិញោមឲ្យបានយល់ពាក្យថាកំណាញ់ធម៌នឹងយ៉ាងម៉េចណាដូចថាញោមផល្លាសូត្រធម៌មកមិនដឹងមេឃដឹងដីណាទេហើយញោមយើងស្ដាប់គ្រប់គ្នាស្ដាប់ទៅវាតឹងទ្រូងញោមផល្លាហ្នឹងណាសូត្រធម៌មិនដឹងមេឃដឹងដីខុសក៏ខុសត្រូវក៏ត្រូវម្ដងទៅនេះម្ដងទៅនោះញាតិញោមយើងចេះស្ដាប់ទៅណាដល់ពេលសូត្រចប់ហើយទៅញាតិញោមក៏មិនបានប្រាប់ថាបងផល្លាសូត្រអញ្ចឹងមិនត្រូវទេកន្លែងនេះមិនត្រូវទេបាត់ពាក្យគេអស់ហើយយកអត់ប្រាប់ទេអានឹងឈ្មោះថាកំណាញ់ធោយកអត់បានប្រាប់ឬក៏ញាតិញោមយើងចេះយើងអត់និយាយប្រាប់អ្នកណាដូចអាត្មាចេះធោអញ្ចឹងអាត្មាមិនទៅនិយាយឲ្យញោមចេះទេមិនទៅបង្ហាត់ឲ្យញោមចេះទេអាត្មាទុកចេះតែអាត្មាណាដូចធោអាត្មាបង្ហាត់ញោមអញ្ចឹងអើយទៅបង្ហាត់ញោមឲ្យចេះស្អីទេមិនបាច់ទេដូចពាក្យខ្មែរយើងលោកលើកឡើងថាយើងស៊ូឲ្យតែយើងមិនបង្ហាត់ឲ្យអ្នកឯងចេះទេចេះរੂទេហ្នឹងណាអញ្ចឹងញាតិញោមត្រូវដឹងថាមួយបុគ្គលបង្ហាត់ឲ្យយើងចេះរੂមួយទៀតបុគ្គលមួយទៀតអត់បង្ហាត់ឲ្យយើងចេះរੂទេគ្រាន់តែឲ្យយើងពីរហ្នឹងយើងពេញចិត្តមួយណាតែអាហ្នឹងអាស្រ័យលើមនុស្សដែរណាជួនកាលអ្នកខ្លះអូចង់បានអត់ពេញចិត្តជាមួយនឹងការបង្ហាត់ឲ្យចេះទេឲ្យចេះរੂទេតែបុគ្គលពីរហ្នឹងអ្នកមួយដែលចង្អុលបង្ហាញឲ្យយើងចេះទៅរੂត្រីហើយមួយឲ្យត្រីយើង
គឺមានតែបុគ្គលបង្ហាញឲ្យយើងទៅរកត្រីទេទើបជាបុគ្គលល្អណាយើងញាតិញោមយើងគាត់ថាអូបាននំចំណីបច្ច័យ4អីយកទៅឲ្យយកទៅឲ្យយកទៅឲ្យបានយកទៅឲ្យប៉ុន្តែមិនបានបង្ហាត់បង្ហាញឲ្យបុគ្គលនឹងចេះរកបច្ច័យ4ហ្នឹងឧទាហរណ៍ថាញាតិញោមឲ្យថ្ងៃណាមួយញោមស្លាប់បាត់ទៅហើយបុគ្គលនោះបានពីណាគេឲ្យទៀតវាអត់ហ្នឹងណាបានអ៊ីលិតទៀតណាតែបើយើងបង្ហាត់ឲ្យបុគ្គលនឹងចេះរកញាតិញោមយើងស្លាប់ក៏ដោយក៏អ្នកនឹងចេះរស់ដោយខ្លួនគេដែរដូចញាតិញោមយើងមានកូនអញ្ចឹងបង្ហាត់បង្ហាញឲ្យកូននឹងចេះរកមិនចាំបញ្ចុកបាយកូននេះបង្ហាត់ឲ្យកូនចេះរកពេលណាដែលកូនចេះរកញាតិញោមស្លាប់បាត់ទៅយើងមានទៅពិបាកចិត្តដោយសារតែរឿងកូនយើងរស់នៅឯណាព្រោះអីយើងដឹងថាកូនយើងចេះរកហើយតាឃើញទេហើយបើញោមថាអូខ្លាចកូនពិបាកចេះមួយចេះពីរទ្រព្យសម្បត្តិប៉ុណ្ណឹងចាយមកអស់ទេញោមថាមិនបាច់រៀនមកពិបាកទេកូនអើយបាច់រៀនមកពិបាករៀនពិបាកណាស់ដូចម៉ែឪអញ្ចឹងរៀនពិបាកណាស់មិនស្រួលទេកូនឯងចាំតែដេកចាយលុយម៉ែឪទៅដល់ទីបំផុតទៅមានណាកូនល្ងងយកទ្រព្យសម្បត្តិនោះចាយໄວអស់ខ្ទេចតែប្រហែលថ្ងៃយើងមិនចេះនោះហើយលេរលត់អស់ទៅណាហ្នឹងគេថាមិនបង្ហាត់កូនឲ្យកូនចេះយល់ធម៌បែរជាចាំតែបញ្ចុកបាយឲ្យកូនអាហ្នឹងអត់កើតទេហេតុដូច្នេះសេចក្តីកំណាញ់ទាំង5នេះកើតឡើងដល់សត្វលោកពេលណារឿងរ៉ាវនៃការរស់នៅរបស់ញាតិញោមយើងទាំងអស់គ្នាមិនសុខសប្បាយទេហើយនឹងកើតចេញជាបពុណាពីមួយក្រុមទៅកាន់មួយក្រុមណាហើយបពុនីមួយទាំងអស់នោះមិនពេញចិត្តគ្នាទៅវិញទៅមកមកបៈបនឲ្យតែយើងនឹងវិនិច្ឆ័យហិនហោចបៈទៀតបនតែយើងនឹងវិនិច្ឆ័យហិនហោចឬក៏រោគវិធីសាស្ត្រឯណាមួយដើម្បីធ្វើបាបយើងក៏មានដែរសួរថាសុខសប្បាយទេញោមឃើញទេមិនល្អទេណាមិនស្រួលទេណាហើយដូច្នេះបណ្ដាសេចក្តីកំណាញ់ទាំងឡាយពេលណាដែលកើតហើយគួរតែបង្ក្រាបវាកុំឲ្យសេចក្តីកំណាញ់នេះកើតឡើងយើងអាចបរិច្ចាគលះបង់ជួយគ្នាទៅវិញទៅមកណាបានប៉ុណ្ណាញាតិញោមយើងធ្វើទៅណាការអនុគ្រោះយើងអាចតែបង្ហាត់បង្រៀនឲ្យបុគ្គលនឹងឲ្យចេះដឹងបានយើងឲ្យនោះក៏យើងបានផ្ដល់ជាជំនួយដែរបានខ្លះអញ្ចឹងទៅអ្នកណាមួយដែលយើងអាចព្រៀនប្រដៅអាចប្រាប់បានយើងក៏ប្រាប់ទៅឲ្យមានការចេះដឹងទៅយើងប្រាប់តាពាំងបង្ហាត់បង្រៀនឲ្យចេះទៅរកត្រីអញ្ចឹងទៅណាតាមចំណែកហ្នឹងទៅមេត្តាអនុគ្រោះគ្នាទៅវិញទៅមកទៅបងណាគូធ្វើអញ្ចេះអូនណាគូធ្វើអញ្ចោះទៅបើមិនអញ្ចឹងទេបញ្ហាកើតឡើងណាមិនបានសុខសប្បាយទេណានេះលើកឡើងពីរឿងសេចក្តីកំណាញ់ណាសម្រាប់សត្វលោកទាំងឡាយរមែងមានហើយសេចក្តីកំណាញ់នេះណាមនុស្សសាមញ្ញធម្មតាមិនតាន់លះបានអស់ទាំងស្រុងទេណាញោមមានបន្តិចអាត្មាមានបន្តិចអីចឹងទៅញោមណាអប់រំបានច្រើនក៏លះបានច្រើនណាតែសេចក្តីកំណាញ់នេះញាតិញោមនឹងអាចដឹងមើលឃើញច្បាស់ណាការរស់នៅញាតិញោមប្រស្រ័យតាក់ទងគ្នាដឹងថាអ្នកណាកំណាញ់អ្នកណាមិនកំណាញ់ដើរតែមួយផ្លេតគឺយើងដឹងបុគ្គលហ្នឹងហើយណាប៉ុណ្ណេះជាឧបនិស្ស័យសម្រាប់ញាតិញោមសិក្សាពិចារណាឲ្យដឹងហើយយើងក៏មិនបានជាប់ជំពាក់នៅក្នុងណាធរកំណាញ់នេះដែរពីព្រោះធរកំណាញ់នេះធ្វើឲ្យសត្វលោកជាប់ជំពាក់ក្នុងលោកនេះដែលធ្វើមិនឲ្យយើងនឹងចាក់ចែងបានហើយដំណើរនៃការដើម្បីលះ
នៅធម៌មច្ឆរិយៈពោលគឺសេចក្តីកំណាញ់នេះមានតែយើងណាផ្ដល់មេត្តាអនុគ្រោះអប់រំខ្លួនឯងបន្តិចម្ដងបន្តិចម្ដងទៅញាតិញោមយើងលះបង់បានគ្រប់អង្គគ្រប់គ្នាសូមអនុមោទនា